ខ្ញុំពិតជាមានសេចក្តីរំភើបមែនទែនបងតែបាទជាចំណែកមួយក្នុងការផ្សព្វផ្សាយវប្បធម៌ឬក៏ដូចជាប្រទេសយើងទៅកាន់ពិភពលោកពួកខ្ញុំតការជំនុំកម្មវិធីសាទរកម្ពុជានឹងមានន័យថាគឺជាការបង្រួមគ្នាក៏ដូចជាការផ្ដល់នូវកម្លាំងចិត្តទៅដល់រដ្ឋាភិបាលមួយវិញទៀតក៏ជាការដឹងគុណទៅដល់វីរៈកងទ័ពរបស់យើងដែលគាត់បានខិតខំលះបង់ទាំងសាច់ស្រស់ឈាមស្រស់ក្នុងការការពារមាតុភូមិទឹកដីរបស់យើងដែរបងដូចនេះបើសិនជាយើងបង្កើតនៅកម្មវិធីសាទរកម្ពុជាម្លងពេលបញ្ហាតានតឹងនៅព្រំដែនកម្ពុជាយើងហ្នឹងគឺជាកត្តាដ៏មានអត្ថប្រយោជន៍ក្នុងការបណ្ដុះស្មារតីដល់ប្រជាជនយើងឲ្យគាត់ងាកមកគាំទ្រក៏ដូចជារួបរวมសាមគ្គីគ្នាក៏ជាការបោះជំហានទៅមុខរួមគ្នាដែរចំពោះប្រជាជាតិយើងនៅពេលដែលយើងប្រមូលផ្ដុំគ្នាសាមគ្គីគ្នាទៅអត់មានអីបំបែកបានទេហើយវាក៏ជាស្មារតីមួយក្នុងការបណ្ដុះបណ្ដាលនៅកម្លាំងចិត្តវីរៈកងទ័ពយើងដែរដែលគាត់នៅតាមព្រំដែនហ្នឹងឲ្យកាន់តែមានកម្លាំងចិត្តក្នុងការការពារមាតុភូមិយើងទៀតបងយើងស្រែកបន្ទោគឺដើម្បីចូលរួមជាកម្លាំងជាការបដូចផ្ដើមអ្នកទុំនាងខ្ពង់រៀបទុនលេអ្នកនៅឆ្នេរគុំចាំរារេថ្ងៃនេះជាគំរូថ្ងៃស្អែកជាចំណែកជាសរសៃសវតាខ្មែរចំពោះអារម្មណ៍ខ្ញុំដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍សាទរកម្ពុជាវាអត់ខុសពីឆ្នាំមុនទេបងព្រោះថាឆ្នាំមុនគឺខ្ញុំធ្លាប់ចូលម្ដងហើយចំពោះអារម្មណ៍របស់ខ្ញុំពិតជាមានសេចក្តីរំភើបមែនទែនបងតែបាទជាចំណែកមួយក្នុងការផ្សព្វផ្សាយវប្បធម៌ឬក៏ដូចជាប្រទេសយើងទៅកាន់ពិភពលោកសម្រាប់សាទរកម្ពុជាក្នុងឆ្នាំ2025នេះវាសំខាន់ដោយសារតែយើងឆ្លងកាត់បញ្ហាជាច្រើនអញ្ចឹងបងប្អូនវីរៈកងទ័ពដែលគាត់នៅជួរមុខគាត់បញ្ចេញទាំងកម្លាំងកាយទាំងញើសទាំងឈាមអញ្ចឹងយើងធ្វើកម្មវិធីនេះឡើងដើម្បីទី1គ្រប់ទៅដល់វិញ្ញាណក្ខន្ធបងប្អូនកងទ័ពដែលគាត់បានលះបង់បូជាជីវិតដើម្បីការពារទឹកដីទី2ក៏ដូចជាក្នុងការផ្សព្វផ្សាយថាប្រទេសយើងតូចមែនប៉ុន្តែយើងអត់ចោះចាញ់ទៅលើប្រទេសដែលគេគៀបសង្កត់មកយើងទេផ្ទុយមកវិញមានតែយើងរួបរวมគាំទ្ររាជរដ្ឋាភិបាលដើម្បីឈានទៅមុខបន្តការអភិវឌ្ឍឈានទៅមុខទៀតក៏ដូចជារកសន្តិភាពជូនប្រទេសយើងសាទរញញឹមកម្ពុជាទូឃ្លៀកឃ្លាផ្ញើចិនជួបជុំការលេចជើងក្បាលមិនសមងំយើងអបអរសាទរកម្ពុជា